ក្តាមទាំងអស់ស្ដាប់ឲ្យច្បាស់តម្រងជួររហូតដល់ចុងក្រោយហើយមិនអនុញ្ញាតឲ្យវាចេញពីជួរទេហាហាហាស្រែកឲ្យខ្លាំងជាងនេះទៀតទៅគិតថាសត្វក្តាមស្ដាប់បញ្ជារបស់ឯងមែនទេហា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 ចប់ហើយមើលទៅឆាវត្រូវគេខឹងរហូតឈួតហើយឆាវឯងពិតជាធ្វើបានមែនឬមើលទៅមិនមែនតែមួយទេគឺមកជាជួរតែម្ដងច្បាស់ជាគាត់រៀបចំល្បិចទុកជាមុនហើយនិយាយមកឯងបានធ្វើអ្វីតើខ្ញុំអាចវឹកហាត់ក្តាមទុកជាមុនឲ្យវាចេះតម្រង់ជួរបានឬនេះវារឿងចម្លែកពេកហើយឆាវឯងពិតជាហៅក្តាមមកបានមែនខ្ញុំចង់មើលថាឯងបានកប់ទុកប៉ុន្មានកន្លែងទាំងនេះសុទ្ធតែជាល្បិចដែលឯងកប់ទុកជាមុនមែនទេចាំមើលខ្ញុំនឹងមើលថាពួកវានៅតម្រង់ជួរបានទៀតឬអត់មិនត្រូវទេហេតុអ្វីពួកវាវាងជុំវិញខ្ញុំមិញនេះពួកវាបែកខ្ញែកអស់ហើយពួកយើងនៅទីនេះផ្លូវក៏នៅទីនេះដែរមើលឲ្យច្បាស់នេះមិនមែនជាការលេងសើចទេពួកវាពិតជាស្ដាប់បញ្ជារបស់ឆាវមែនចៅជីនបាវឯងទាត់ធំក៏គ្មានប្រយោជន៍ទេចូលក្នុងធុងទៅកុំឲ្យមានសល់មួយក្បាលឡើយមើលទៅគាត់ពិតជាមានសមត្ថភាពខ្លះមែនតែគ្រាន់តែក្តាមពីរបីក្បាលប៉ុណ្ណោះមានអីត្រូវអួតមិញនេះអ្នកណានិយាយថានឹងលុតជង្គង់គោរពខ្ញុំឆាវឯងពិតជាធ្វើបានមែនកុំទាន់សប្បាយចិត្តពេករឿងនេះមិនទាន់ចប់ទេក្តាមក្នុងធុងនេះមិនអាចឲ្យវាយកទៅបានទេហើយមនុស្សក៏ត្រូវទៅធ្វើការលើទូករបស់គ្រួសារចៅដែរក្មេងនេះពិតជាមានស្នាដៃមែនចៅម៉ាន់ឆាងឯងមើលធុងរបស់ខ្ញុំធ្វើអីឆាវតំបន់លក់នេះស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារចៅដូច្នេះក្តាមក្នុងធុងក៏គួរតែប្រគល់ឲ្យខ្ញុំដែរក្តាមដែលខ្ញុំហៅមកតើហេតុអ្វីត្រូវឲ្យឯងជាតំបន់របស់គ្រួសារចៅបើឯងមកចាប់សត្វសមុទ្រនៅទីនេះឯងត្រូវតែស្ដាប់បញ្ជារបស់គ្រួសារចៅអញ្ចឹងឯងក៏ស្រែកហៅមើលហៅឲ្យក្តាមទៅជាមួយឯងបើវាទៅខ្ញុំនឹងដោះដៃភ្លាមឯងពិតជាគ្រោងយកវាទៅលក់មែនទេកុំបារម្ភខ្ញុំនឹងយកទៅទីប្រជុំជនដូរយកលុយខ្ញុំនឹងត្រឡប់មកវិញឆាប់ពុកទុកឲ្យគាត់ទៅបែបនេះមែនទេឲ្យគាត់ទៅលក់ទៅចាំមើលថាគាត់លក់បានលុយប៉ុន្មានក្តាមធំសាច់ក្រាស់និងស្រស់ណាស់ជំនួញមួយនេះខ្ញុំឲ្យតម្លៃខ្ពស់បំផុតសម្រាប់អ្នកបើថ្ងៃក្រោយមានសត្វសមុទ្រស្រស់បែបនេះទៀតយកមកឲ្យខ្ញុំដោយផ្ទាល់បានស្អែកទំនិញដែលលីនឆាវយកមកកុំទទួលទិញឲ្យសោះលោកចៅក្តាមរបស់គាត់ពិតជាទំនិញល្អណាស់បើឯងទទួលទិញរបស់គាត់ចាប់ពីថ្ងៃក្រោយទៅត្រីពីទូកគ្រួសារចៅឯងកុំសង្ឃឹមថានឹងបានទៀតបានឆាវម្សិលមិញចៅជីនបាវបានប្រកាសហើយថ្ងៃនេះគាត់ប្រកាសជាមិនទុករឿងនេះឲ្យចប់នេះទេដូច្នេះប្រញាប់ចាប់យកទំនិញឲ្យបានច្រើនសិនរឿងផ្សេងទៀតចាំនិយាយគ្នាក្រោយអ្នកណាមានក្តាមអាចលក់បានយកមកក្បែរកន្ត្រកទាំងអស់គ្នាលើកនេះយើងអាចបដូរយកលុយបានទៀតហើយឆាវថ្ងៃនេះខ្ញុំមិនបើកទទួលទំនិញទេកុំធ្វើឲ្យខ្ញុំពិបាកចិត្តអីម្សិលមិញនៅទទួលសោះហេតុអ្វីថ្ងៃនេះបែរជាមិនទទួលវិញផ្ទះបាយឈប់ដំណើរការហើយទោះទទួលទំនិញក៏យកទៅប្រើមិនបានដែរគឺដោយសារគ្រួសារចៅពួកគេបានបិទផ្លូវលក់របស់ឯងអស់ហើយទំនិញល្អប៉ុណ្ណាក៏ដោយបើគ្មានអ្នកទទួលទិញក៏គ្មានប្រយោជន៍ដែរឆាវអត់ធ្មត់សិនទៅគ្រួសារចៅមានឥទ្ធិពលខ្លាំងនៅក្នុងទីប្រជុំជនទោះមានទំនិញច្រើនប៉ុណ្ណាបើគ្មានអ្នកណាហ៊ានទទួលទិញក៏ធ្វើអ្វីមិនបានដែរតែអ្នកណាមានសត្វសមុទ្រដែលអាចលក់បានយកមកក្បែរកន្ត្រកទាំងអស់ពួកវាពិតជាលោតចេញមកមែនទំនិញស្រស់បែបនេះបើទុកឲ្យខូចវាគួរឲ្យស្ដាយណាស់លោកចិនមិនមែនលោកបិទរោងចក្រហើយឬគ្រូសាចៅបង្ខំឲ្យខ្ញុំបិទរោងចក្រប៉ុន្តែការបញ្ជាទិញពីទីក្រុងធំត្រូវប្រគល់ថ្ងៃនេះជាដាច់ខាតកាលពីយប់ខ្ញុំបានតាក់ទងទៅស្ថានីយទូរស័ព្ទហើយទុកសារឲ្យពួកគេបញ្ជូនរថយន្តមកទទួលទំនិញពិតជាមានឡានមកមែនអ្នកណាឲ្យពួកគេមកលោកចិនប្រាប់ថានៅទីនេះមានទំនិញស្រស់ទំនិញនៅឯណានៅទីនេះសុទ្ធតែទំនិញស្រស់ដែលទើបយកមកពីឆ្នេរសុទ្ធតែនៅរស់ទាំងអស់ចំពេលទីក្រុងធំកំពុងខ្វះទំនិញពួកអ្នកត្រូវការប៉ុន្មានទូទាត់លុយភ្លាមនៅកន្លែងនេះបានទេ